ពេលខ្លះយើងមិនដឹងរឿងគេទាំងស្រុងយើងបញ្ញាប់កាត់សេចក្តីវិនិច្ឆ័យទៅការសម្រេចចិត្តរបស់យើងពាក្យសម្ដីរបស់យើងវាទៅជាខុសទៅវិញអញ្ចឹងបាននៅក្នុងធម៌ពុទ្ធឲ្យយើងពិចារណាមុននឹងសម្រេចចិត្តសរសើរឬក៏និន្ទាបុគ្គលណាមួយរហូតដល់ព្រះអង្គសម្ដែងថាបើសរសើរមនុស្សខុសយើងអ្នកសរសើរនេះធ្លាក់នរកដូចគេច្រើនទម្លាក់អញ្ចឹងហើយបើនិន្ទាមនុស្សខុសក៏ធ្លាក់នរកដូចគេច្រើនទម្លាក់ដែរអញ្ចឹងត្រូវការសង្កេតពិនិត្យពិចារណាមើលថាវាសមរម្យវាត្រឹមត្រូវប្រើសមត្ថភាពបញ្ញាស្មារតីគូក្បាលរបស់យើងកុំឲ្យគ្រាន់តែគេបង្ហាញអីបន្តិចយើងលួងតាមគេអញ្ចឹងយើងបាត់បង់សមត្ថភាពគិតពិចារណាចិន្តមយៈបញ្ញាកើតដោយការត្រេះរិះពិចារណាហ្នឹងយើងមានតែសុតមយៈបញ្ញាកើតពីការស្ដាប់ប៉ុន្តែស្ដាប់ហ្នឹងស្ដាប់ខុសទៅទៀតតែអញ្ចឹងវាធ្វើឲ្យយើងសម្រេចចិត្តខុសដោយសារយើងខ្វះបញ្ញាថ្នាក់ពិចារណាហ្នឹងឯងអញ្ចឹងយើងប្រយ័ត្នប្រយែងកុំឲ្យយើងគ្រាន់តែឃើញអីបន្តិចយើងប្រតិកម្មទៅលឿនពេកដោយមិនបានស្វែងរកព័ត៌មានស្វែងរកហេតុផលឲ្យបានត្រឹមត្រូវការសម្រេចចិត្តរបស់យើងនឹងវាទៅជាមានទោសមកលើខ្លួនយើងទៅវិញបើយើងចង់និយាយក៏រៀបចំចិត្តគំនិតដែរព្រះអង្គសម្ដែងប្រាប់ភិក្ខុសង្ឃឲ្យនិយាយមើលកលៈទេសៈឲ្យនិយាយប្រកបដោយបញ្ញាឲ្យនិយាយប្រកបដោយទឹកចិត្តមេត្តាมันមានបំណងធ្វើឲ្យគេក្តៅក្រហាយឈឺចាប់អីទេយើងនិយាយកែតម្រូវក៏ចង់ឲ្យបុគ្គលនឹងបានល្អសុទ្ធតែជាមិត្តរួមជាតិរួមកើតរួមចាស់រួមឈឺរួមស្លាប់ទាំងអស់គ្នាសុទ្ធតែជាអ្នកមានទុក្ខទាំងអស់គ្នាសុទ្ធតែជាអ្នកប្រាថ្នាសុខទាំងអស់គ្នាអត់មានអ្នកណាមួយចង់បានទុក្ខមកដាក់ខ្លួនទេហើយវាគួរឲ្យអាណិតណាស់ដែលយើងទាំងអស់គ្នាសុទ្ធតែហែលក្នុងសមុទ្រទុក្ខគ្រប់គ្នាទាំងអស់ចុងក្រោយយើងលះបង់កាយស្លាប់ចោលរូបរាងកាយចោលឆ្អឹងនៅលើផែនដីនេះដូចគ្នាទៅអត់មានអ្នកណាអមតៈទេអញ្ចឹងសិតតែជាអ្នកមានទុក្ខរៀងខ្លួនទៅអញ្ចឹងយើងប្រើប្រាស់ពាក្យសម្ដីកាយវិការចិត្តគំនិតហ្នឹងដើម្បីស្រោចស្រង់ខ្លួនយើងឲ្យបានរួចផុតពីទុក្ខផងដើម្បីជួយសង្គ្រោះអ្នកដទៃដែលគេមានទុក្ខហ្នឹងជួយណែនាំបង្ហាញផ្លូវឲ្យគេរួចផុតពីទុក្ខមានទោសមានកំហុសមានការលំបាកយ៉ាងណាយើងជួយសង្គ្រោះដោយមេត្តាករុណាអញ្ចឹងយើងអ្នកជួយនិយាយស្ដីឬក៏ប្រើប្រាស់ថវិកាកម្លាំងកាយកម្លាំងចិត្តនោះគឺយើងបានបន់ដែរដូចជាព្រះសម្មាសម្ពុទ្ធព្រះអង្គឃើញមនុស្សក្នុងលោកមានទុក្ខព្រះអង្គប្រើវាចារបស់ព្រះអង្គដើម្បីបង្ហាញផ្លូវឲ្យរួចផុតពីទុក្ខអញ្ចឹងពាក្យសម្ដីរបស់ព្រះអង្គមានតម្លៃគេកត់ត្រារាប់ពាន់ឆ្នាំមកហើយក៏គេនៅតែគោរពប្រណិប័តថ្វាយអង្គមហើយពុទ្ធមិនបានទៅធ្វើសាលាធ្វើពហិអីទេប៉ុន្តែអវាទរបស់ព្រះអង្គនឹងឯងបានជួយស្រោចស្រង់មនុស្សឲ្យរួចផុតពីទុក្ខច្រើនអញ្ចឹងយើងរៀនប្រើប្រាស់សម្ដីឲ្យមានប្រយោជន៍រៀនពិចារណាដោយបញ្ញាពិនិត្យពិច័យឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងប្រតិកម្មមុននឹងសម្រេចចិត្តពីព្រោះវាអាចធ្វើឲ្យការសម្រេចចិត្តរបស់យើងខុសនាំឲ្យមានវិបដិសារីមកឲ្យមានទោសហើយនាំឲ្យមានបាបទៅទៀតផងបើយើងសរសើរឬក៏និន្ទាខុសមនុស្សហ្នឹងនៅកន្លែងមួយទោះជារដ្ឋក្តីឯកជនក្តីវត្តអារាមក្តីដូចថាយើងសាមគ្គីគ្នាទៅស្រឡាញ់គ្នាទៅធ្វើការមួយគ្នាទៅយើងថាស្រួលប៉ុន្តែពេលអនុវត្តជាក់ស្ដែងវាពិបាកនឹងហៅមនុស្សឲ្យផ្សះផ្សារួបរួមផឹងផែងពីព្រោះវាត្រូវការមានធម៌ដែលជាទឹកកង្សាធ្វើឲ្យរស់នៅធ្វើការមួយគ្នាកើតដែលពុទ្ធលោកហៅថាសារនីយធម៌មាន6មួយមេត្តាកាយកម្មដូចថាការធ្វើការងារហ្នឹងក៏ប្រកបដោយមេត្តាដែរជួយគ្នាមិនយករួចទៅខ្លួនទេហើយមេត្តាវិជ័យកម្មនិយាយពីរោះពិសាដាក់គ្នាទាំងចំពោះមុខទាំងកម្បាំងមុខព្រះអង្គសម្ដែងយ៉ាងទៀត
ប៉ុន្តែយើងថ្ងៃដូចទីជួយចិត្តនិយាយព្រោះនៅមុខខាងក្រោយនិយាយអក្រក់ដាក់គ្នាអញ្ចឹងតែអញ្ចឹងវាអត់អាចសាមគ្គីគ្នាទៅកើតទេវាត្រូវមានមុខតែមួយស្រឡាញ់គ្នាទាំងចំពោះមុខទាំងកំបាំងមុខនិងមេត្តាមនោកម្មចិត្តគំនិតគិតពីគ្នាហ្នឹងក៏អត់មានចំណែនស្អប់គុំគួនដែរហើយសាធារណភូគីចេះចែកម្លែកមិនយកតែម្នាក់ឯងទេបើគេបានសុខដែរមួយទៀតនោះជាអ្នកដែលមានសិលធម៌រស់នៅនឹងប្រហាក់ប្រហែលគ្នាយើងរងថ្ងៃដូចថាមានក្រមសិលធម៌ការងារស្តង់ដារការអនុវត្តហ្នឹងប្រហាក់ប្រហែលគ្នាបើខុសគ្នាបើពិបាករស់នៅមួយគ្នាមិនអាចសាមគ្គីជាមួយគ្នាហើយនឹងមួយទៀតទិដ្ឋិសាមញ្ញតាចិត្តគំនិតហ្នឹងក៏ប្រហាក់ប្រហែលគ្នាមិនមានអ្នកចង់តែឈ្នះចង់តែប្រកបប្រទៀងយកមកតែត្រូវខ្លួនឯងអញ្ចឹងវាតលថាសមាជិកក្នុងស្ថាប័នហ្នឹងរៀនមានចិត្តមេត្តារៀនចែករំលែករៀនរស់នៅប្រកបដោយសិលធម៌ហើយព្រះអង្គសម្ដែងទៅទាំងចំពោះមុខទាំងកំបាំងមុខទើបកន្លែងហ្នឹងបានសុខទើបបានចម្រើនទើបនាំឲ្យមានសាមគ្គីហើយនាំឲ្យចេះគោរពគ្នានាំឲ្យបានសេចក្តីសុខនឹករលឹកគ្នាទៅវិញទៅមកដោយចិត្តមេត្តាហើយបើយើងគ្រាន់តែថាមករួបរวมគ្នាសាមគ្គីទេប៉ុន្តែយើងអត់មានធម៌នៅក្នុងខ្លួនរបស់សមាជិកនៅក្នុងហ្នឹងអានឹងអត់អាចសាមគ្គីគ្នាទៅបានទេយើងតើថាយើងម្នាក់រៀនអប់រំខ្លួនឯងរៀនទម្លាក់ស្មិមានអ្នកខ្លួនឯងរៀនផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងផងដល់ក្រុមការងារផងហើយដូចថារៀនសម្របសម្រួលសម្របខ្លួនខ្លះដាក់ខ្លួនខ្លះហើយគេក៏ដាក់ខ្លះហ្នឹងទើបអាចរស់នៅជាមួយគ្នាបានសុខហើយធ្វើការងារជាមួយគ្នាទៅមុខបានចម្រើនពេលខ្លះយើងមិនដឹងរឿងគេទាំងស្រុងយើងបញ្ញាប់កាត់សេចក្តីវិនិច្ឆ័យទៅការសម្រេចចិត្តរបស់យើងពាក្យសម្ដីរបស់យើងវាទៅជាខុសទៅវិញអញ្ចឹងបាននៅក្នុងធម៌ពុទ្ធឲ្យយើងពិចារណាមុននឹងសម្រេចចិត្តសរសើរឬក៏និន្ទាបុគ្គលណាមួយរហូតដល់ព្រះអង្គសម្ដែងថាបើសរសើរមនុស្សខុសយើងអ្នកសរសើរនេះធ្លាក់នរកដូចគេច្រើនទម្លាក់អញ្ចឹងហើយបើនិន្ទាមនុស្សខុសក៏ធ្លាក់នរកដូចគេច្រើនទម្លាក់ដែរអញ្ចឹងត្រូវការសង្កេតពិនិត្យពិចារណាមើលថាវាសមរម្យវាត្រឹមត្រូវប្រើសមត្ថភាពបញ្ញាស្មារតីគូក្បាលរបស់យើងកុំឲ្យគ្រាន់តែគេបង្ហាញអីបន្តិចយើងលួងតាមគេអញ្ចឹងយើងបាត់បង់សមត្ថភាពគិតពិចារណាចិន្តមយៈបញ្ញាកើតដោយការត្រេះរិះពិចារណាហ្នឹងយើងមានតែសុតមយៈបញ្ញាកើតពីការស្ដាប់ប៉ុន្តែស្ដាប់ហ្នឹងស្ដាប់ខុសទៅទៀតដល់អញ្ចឹងវាធ្វើឲ្យយើងសម្រេចចិត្តខុសដោយសារយើងខ្វះបញ្ញាថ្នាក់ពិចារណាហ្នឹងឯងអញ្ចឹងយើងប្រយ័ត្នប្រយែងកុំឲ្យយើងគ្រាន់តែឃើញអីបន្តិចយើងប្រតិកម្មទៅលឿនពេកដោយមិនបានស្វែងរកព័ត៌មានស្វែងរកហេតុផលឲ្យបានត្រឹមត្រូវការសម្រេចចិត្តរបស់យើងហ្នឹងវាទៅជាមានទោសមកលើខ្លួនយើងទៅវិញបើយើងចង់និយាយក៏រៀបចំចិត្តគំនិតដែរព្រះអង្គសម្ដែងប្រាប់ភិក្ខុសង្ឃឲ្យនិយាយមើលកលៈទេសៈឲ្យនិយាយប្រកបដោយបញ្ញាឲ្យនិយាយប្រកបដោយទឹកចិត្តមេត្តាมันមានបំណងធ្វើឲ្យគេក្តៅក្រហាយឈឺចាប់អីទេយើងនិយាយកែតម្រូវក៏ចង់ឲ្យបុគ្គលនឹងបានល្អសុទ្ធតែជាមិត្តរួមជាតិរួមកើតរួមចាស់រួមឈឺរួមស្លាប់ទាំងអស់គ្នាសុទ្ធតែជាអ្នកមានទុក្ខទាំងអស់គ្នាសុទ្ធតែជាអ្នកប្រាថ្នាសុខទាំងអស់គ្នាអត់មានអ្នកណាមួយ
trong bàn tục mà đã luôn này hơi với cụ ai anh đặt nó để dương tụi ông sắp để hai không sớm một tục group này tụi ông trong khỏi dương lẹ bong cài slap chào rụp điện cài chào chẳng lừa phản đấy ní đôi khi từ ở miền nè nà mà tại thì chẳng rất là chuyện nè miền tục riêng luôn tới chẳng dương pra bịa sầm đầy cài bị cài chặt cầm nứt nứng đầm bay sỏi sòng luôn dương ở bàn đôi phật bị tục phong đầm bay chui sừng cua nè đợt tây đại tiền miền tục nứng chui nài nòm bằng hai thôi ở kia đôi phật bị tục miền tô miền cùng ho miền cả lụm bạiอย่างนั้นdương chui sừng cua đòi mê ta cả là nài chẳng dương nè chui để dây sẽ đây rồi có pra thạ bị ca cầm lăng cài cầm lăng chất nó cứ dương bản bòn đài đôi chiếc presma samput bỏ ông khơi menu không lụa miền túc bỏ ông pra vì cha bảo bỏ ông là bày bằng hai plei ở rụi phật bị tục chẳng bị xâm đẩy bảo bỏ ông miền tầm lại cái cọt ra rọp bòn nằm hỏi có cái nơi tới cổ rụp để bắt phải cùng ở bột mật bàn từ thưa là thưa hi tế bên ấy ở vạt bảo bỏ ông là ấy ban chui sỏi sòng menu ở rụi phật bị tục chả chẳng dừng riêng pra sầm đầy ở miền bị giáo riêng bị cha na đòi bị nhá bị nứt bị chạy bàn cướp trùng trôi môn nâng bột cắm môn nâng sầm mẹ chặt bị pro về ai vừa ai ca sầm mẹ chặt bài dương khó nòm ở miền vực bát đệ xả đấy mò ở miền tốt hay nòm ở miền bạc từ từ phong bài dương xa xa rồi còn nâng tia khó mà nụ nâng rơ lốc chi vật dương cướp khía tay chụp rương lọ khla mình lọ khla chỉ rương thò mà đà tu khom từ ruộng nơi cần lại ná có chi mình phật đại rơ lốc chi vật tay bỏ bao lơ mनु cướp khía mình rơ một lời nẹt cỏ chụp tục tam nẹt cỏ nẹt miền chụp bánh hà tam nẹt miền nẹt tối chụp rương tam nẹt tối nẹt thông chụp bánh hà tam nẹt thông mình nẹt miền bánh hà tự đỏ sài xem khné tam sum pi bon sum pi bạp riêng luôn bê bon ỏi phở có chụp rương lọ rương chỉ tì cọp chặt từ bê nạ bạp ỏi phở mà đòn có chụp rương mình lọ ở rương mình chỉ tì cọp chặt nè mình ai bằng cọp bình chia ỏi rương khang krau ban tam chặt nè cục bê ban tê song kha từng lại chỉ anatta mình thật được còng ca bằng cọp bên chia rồi bỏ nẹt na mùi lời bà chu hơi prang đỏ từ đó ở office mặt phiệp nẹt hơi riêng rì nâng ở vậy để nẹt ai thử bàn đầm nào nơi thò mà chiết miền dục miền ngày miền chuối miền stam miền lọ miền cọ chia sẻ chạ thọ triềm cài triềm chất riêng từ tuổi dọc rương ràoទាំងពីរទើបមិនសូវកើតទុក្ខខ្លាំង nè xuất từ trâu bị châu một đó dài bành hà riêng luôn ta tam thọ ta tam cầm lăng bồn hiện luôn đó nè na thọ phụ bồn mồi chờn đó cô mình sơ bành hà chờn nè na bồn tịt màu chuột bành hà smock smile chờn từ đó ná của chuột nè ná của miền bành hà đây
ស្រុកអាមេរិកស្រុកបារាំងអូស្ត្រាលីណាក៏មានបញ្ហាដែរដរាបណាចិត្តរបស់យើងនឹងវានៅអកុសលមួម៉ៅជាប់ជំពាក់ហួងហែងប្រកាន់ចំណែននិន្ទាឈ្នានេះច្រើននឹងសេចក្តីទុក្ខក្នុងចិត្តនឹងក៏ច្រើនដែរអញ្ចឹងយើងមិនអាចសង្ឃឹមថាគេខាងក្រៅរឿងខាងក្រៅធ្វើឲ្យយើងបានសុខភិកច្រើនបានទេវាត្រូវអាស្រ័យសមត្ថភាពគ្រប់គ្រងផ្លូវចិត្តរបស់យើងរៀនទទួលស្គាល់ការពិតថាយើងវាមិនដូចគេទេគេក៏មិនដូចយើងដែរជួបរឿងផ្សេងគ្នាហើយក៏រៀនទទួលកំណត់ដឹងថាជីវិតវាអញ្ចឹងជីវិតនឹងវាមានឡើងវាមានចុះវាមានចំណេញវាមានខាតវាមានគេសរសើរវាមានគេនិន្ទាហើយយើងមិនអាចប្រកបថាត្រូវតែអញ្ចេះបានបើមិនអញ្ចឹងទេអញអ្នកកើតទុកហើយអាហ្នឹងយើងនឹងឯងអ្នកកើតទុកខ្លាំងបើយើងបខំរឿងឲ្យតាមចិត្តយើងរហូតនិយាយចឹងមិនបានន័យថាយើងបដោយអាម៉េចទៅទេយើងនៅតែកែគុណយើងនៅតែដោះស្រាយប៉ុន្តែត្រូវតែទទួលស្គាល់ការពិតថាខ្ញុំដោះអស់ប៉ុណ្ណឹងហើយសមត្ថភាពខ្ញុំមានប៉ុណ្ណឹងបុណ្យខ្ញុំមានប៉ុណ្ណឹងអញ្ចឹងយើងមិនសូវជាទុកទោមនោះពេកទេបើគេឧទាហរណ៍ថាគេរកស៊ីមានបានល្អអញ្ចឹងយើងអត់មានទៅចំណែននិន្ទាឈ្នានេះទេពីព្រោះជាកម្លាំងបុណ្យរបស់គេហើយកំណត់ដឹងថាចំណែននិន្ទាឈ្នានេះនឹងជាសារជាតិពុលធ្វើឲ្យចិត្តរបស់យើងក្តៅក្រហាយទេភ្លើងទេអាហ្នឹងមិនមែនជាមិត្តមិនមែនជាសម្លាញ់ទេសម្លឹងឃើញអំពីដំណើរហេតុផលអញ្ចឹងយើងកាត់បន្ថយយើងកំណត់ដឹងថាស្អីវាមានហេតុរបស់វាមិនមែនជារឿងចៃដន្យទេវាមានហេតុគ្រប់គ្រាន់បានកើតឡើងវាដូចជាថាយើងដាំស្រូវអញ្ចឹងវាស្រូវស្រាល3ខែវាទុំហើយស្រូវធ្ងន់វា6ខែអញ្ចឹងទៅដាំស្វាយប្រហែល3ឆ្នាំបានវាឲ្យផលអញ្ចឹងយ៉ាងណាយើងកំណត់ដឹងថារឿងក្នុងជីវិតនេះវាមានឥទ្ធិពលពីកម្មចាស់មកផងហើយនឹងអាស្រ័យកម្មថ្មីដែលយើងផឹងប្រែងយើងតស៊ូយើងមានចំណេះដឹងបញ្ញាស្មារតីយើងសែបគប់ត្រូវនឹងទៅវាបានល្អប្រសើរប៉ុន្តែវាមិនអាចបានល្អសម្រាប់គ្រប់រឿងបានទេយើងត្រូវកំណត់ដឹងថាអញ្ចឹងបើប្រៀបទៅថាយើងដាំទឹកវាត100អង្សាបានវាពុះបើយើងទឹកបាន80យើងយំសោកបោកខ្លួនក៏វាអត់ពុះដែរយ៉ាងណាក្នុងជីវិតហ្នឹងបើប៉ុនមិនគ្រប់ការព្យាយាមមិនដល់ទេវាខ្វះប៉ុនណាអញ្ចឹងវាអត់បានទេអញ្ចឹងវាតលហ៊ានព្រមថាអញមានប៉ុនប៉ុណ្ណឹងផឹងតទៅទៀតទៅមិនកើតទុកជាមួយនឹងដូចថាអ្វីដែលយើងមិនបានសម្រេចដោយប្រាថ្នាហ្នឹងឯងប៉ុន្តែយើងនៅតែផឹងប្រែងបន្តទៅទៀតហ្នឹងហើយអាហ្នឹងទើបយើងមិនសូវកើតទុកខ្មោចអតីតកាលរឿងរ៉ាវមិនល្អបានឆ្លងកាត់ជីវិតអ្នកផុតទៅហើយវាបានកន្លងហួសទៅហើយសូមកុំហៅវាមកវិញអីអនុញ្ញាតឲ្យវារលត់ទៅចុះការមួម៉ៅក្តៅក្រហាយស្ដាយក្រោយជាការហៅរឿងអាក្រក់នោះមកកាន់ជីវិតអ្នកជាថ្មីអ្នកនឹងត្រូវរងទុក្ខជាថ្មីម្ដងហើយម្ដងទៀត
បាបកម្មចាស់នាំឲ្យអ្នកជួបរឿងមិនល្អទោះអ្នកខំជៀសទៅណាក៏គេចមិនផុតដែរព្រោះកម្លាំងអ្វីស្មើនឹងកម្លាំងកម្មមិនមានឡើយរៀនទទួលរៀនដោះស្រាយហើយកុំបង្កើតបាបថ្មីអីបាបថ្មីគឺភាពមួម៉ៅក្តៅក្រហាយនឹងរឿងនោះឯងអ្នកឈ្មោះថាបានបង្កើតបាបថ្មីហើយបាបថ្មីនោះនឹងនាំឲ្យអ្នកកើតទុក្ខកាន់តែខ្លាំងឡើងរឿងអាក្រក់ដែលបានកើតឡើងឧបមាដូចជាពពកខ្មៅបក់ផាត់មកបាំងពន្លឺជីវិតអ្នកហើយវាក៏បានបក់ផាត់ផុតទៅហើយអ្នកមិនគួររត់តាមពពកខ្មៅនោះទៀតទេគួរចាប់ការងារថ្មីទទួលពន្លឺថ្មីសាងអំពើល្អថ្មីដើម្បីទទួលបានលទ្ធផលថ្មីដែលអ្នកប្រាថ្នាខ្មោចអតីតកាលបានលងបន្លាចអ្នករួចម្ដងទៅហើយកុំបណ្ដោយឲ្យវាមកលងបន្លាចអ្នកម្ដងទៀតអីប្រកាន់ច្រើនអ្នកខ្លះប៉ះមិនបានទេប្រកាន់ច្រើនខឹងច្រើនលើសលួសអីតិចតួចឆាប់ឈួលក្តៅក្រហាក្រហាយច្រឡោតទប់មិនបានឡើយងាកទៅណាក៏ទឹះគិតរឿងអីក៏នាំឲ្យមួម៉ៅហើយចូលចិត្តរំលឹករំលើករឿងដដែលរហូតដល់គេធុញគេលែងចង់ស្ដាប់បើអ្នកបណ្ដែតបណ្ដោយចិត្តអ្នកយូរទៅផ្លូវចិត្តអ្នកនឹងមានវិបត្តិជីវិតអ្នកនឹងក្រៀមក្រំរោគសុខមិនសូវឃើញឡើយការប្រកាន់ច្រើនព្រោះចិត្តមានមានះច្រើនមានទោសៈច្រើនភ្លើងឆេះក្នុងចិត្តច្រើនអ្នកប្រទុសរាយនឹងអារម្មណ៍ក៏ច្រើនហើយធ្វើឲ្យចិត្តអ្នកក្រហល់ក្រហាយក៏ច្រើនដែរចូលចម្រើនសតិកំណត់ដឹងថាចិត្តខឹងចិត្តប្រកាន់ច្រើននោះជាចិត្តមិនល្អជាចិត្តមានមេរោគដែលនាំឲ្យជីវិតអ្នកអាប់អួរហើយរៀនដូរចិត្តដូរអារម្មណ៍មកគិតរឿងថ្មីរឿងល្អរឿងជាកុសលវិញម្យ៉ាងទៀតអ្នកត្រូវរៀនទទួលស្គាល់ថាមនុស្សមិនដូចគ្នាទេម្នាក់សន្សំនិស្ស័យមកខុសគ្នារបៀបគិតក៏ខុសគ្នាដែរព្យាយាមចម្រើនបញ្ញាកំណត់ដឹងថាអ្វីមិនចេះតែបានតាមចិត្តអ្នកបង្ខំទេមានហេតុគ្រប់ទើបផលអាចកើតឡើងបានបើហេតុមិនគ្រប់ទោះអ្នកបង្ខំយ៉ាងណាក៏មិនបានឡើយវាមានតែធ្វើឲ្យអ្នកខ្វល់ខ្វាយចិត្តខ្លាំងតែប៉ុណ្ណោះរៀនទទួលស្គាល់ការពិតថាជីវិតនេះពេលខ្លះបានដូចចិត្តពេលខ្លះមិនបានដូចប្រាថ្នាទេជាសច្ចភាពនៃជីវិតម្យ៉ាងទៀតរៀនចម្រើនមេត្តាផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងថាសូមឲ្យខ្ញុំបានសុខកុំឲ្យមានទុក្ខសូមឲ្យខ្ញុំបានសុខកុំឲ្យមានទុក្ខសូមកុំឲ្យខ្ញុំខឹងគេ
សូមកុំឲ្យខ្ញុំចងពៀនឹងគេរៀនផ្សាយមេត្តាដល់ខ្លួនឯងរឿយបន្តិចម្ដងរួចពង្រីកសេចក្តីស្រឡាញ់នោះដល់សពសត្វទាំងអស់សូមឲ្យសពសត្វទាំងអស់បានក្តីសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងអស់បានក្តីសុខរួចផុតពីទុក្ខទម្លាប់ចម្រើនមេត្តារឿយចិត្តអ្នកក៏បានត្រជាក់បន្តិចម្ដងការទាញចិត្តពីភាពមួម៉ៅក្តៅក្រហាយការប្រកាន់ច្រើនឲ្យសុភាពរៀបសារទន់ភ្លន់មិនមែនជារឿងងាយស្រួលទេតែអ្នកត្រូវតែព្យាយាមត្រូវរៀនកែទម្លាប់ទាស់ចិត្តច្រើនចេញរៀនដូរចិត្តដូរអារម្មណ៍រៀនទទួលស្គាល់ការពិតថាអ្វីមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់អ្នកឡើយធម៌ទាំងឡាយជាអនត្តារៀនព្រមរៀនទទួលស្គាល់ការពិតចិត្តអ្នកនឹងបានធូរស្បើយពីទុក្ខកង្វល់មិនខានភាពមានបានហឺហាអស្ចារ្យរបស់យើងនឹងអាចជាទីតាំងនៃការចំណែននិន្ទាអ្នកដតីងាយវាព្រោះមនុស្សគ្រប់គ្នាគេមិនចេះតែសប្បាយចិត្តនឹងសេចក្តីសុខនិងភាពមានបានរបស់យើងគ្រប់គ្នាទេវាមានអ្នកខ្លះគេមិនពេញចិត្តហើយដោយសារអកុសលដែលមាននៅក្នុងចិត្តគេនឹងធ្វើឲ្យគេទាស់ចិត្តអ្វីដែលយើងមានហ្នឹងហើយដែលយើងបង្ហាញបង្អួតបង្អហ្នឹងក៏ដោយចិត្តលោភៈមានះនៅក្នុងខ្លួនចង់ឲ្យគេដឹងចង់ឲ្យគេស្គាល់អញ្ចឹងទៅក្នុងន័យជាសាមញ្ញជនតែហ្នឹងគេមានគេបង្ហាញអញ្ចឹងប៉ុន្តែនៅក្នុងន័យធម៌របស់ទាំងអស់ហ្នឹងកាមគុណទាំងអស់ហ្នឹងលោកប្រៀបធៀបដូចជាដុំសាច់ចឹងដែលក្អែកវាតាមចឹកស៊ីគ្រប់គ្នាចឹងទៅចឹងវានាំឲ្យមានរឿងនាំឲ្យកើតជាចំណែនឬក៏ពេលខ្លះបកាច់បខូចពលឹះធ្វើឲ្យបង្អាប់បង្អោនកិត្តិយសអ្នកដតីអីចឹងទៅទៀតក៏មានដែរចឹងក្នុងការបង្ហាញទ្រព្យរបស់ហ្នឹងក៏ប្រយ័ត្នប្រយែងដែរពីព្រោះវាជាអាវុធមុខពីរវាអាចធ្វើឲ្យគេសប្បាយចិត្តជាមួយក៏មានវាអាចធ្វើឲ្យគេចំណែននិន្ទាខឹងហ្នឹងក៏មានហើយយើងក៏បង្កើតទម្លាប់មួយទម្លាប់បង្អួតបង្អមានចិត្តលោភៈជាប់ជំពាក់នឹងឲ្យគេដឹងអញ្ចឹងបានជានៅក្នុងធម៌លោកទាញឲ្យយើងចេះដូចថាប្រើប្រាស់ទ្រព្យរបស់ដែលមានហ្នឹងឲ្យបានជាប្រយោជន៍សម្រាប់អ្នកដទៃជាបុណ្យកុសលសម្រាប់ខ្លួនយើងដូចជាអនាថបិណ្ឌកសេដ្ឋីនាងវិសាខាជាសេដ្ឋីមែនប៉ុន្តែលោកបានធ្វើអំពើជាប្រយោជន៍ដល់សង្គមជាតិរបស់លោកសម័យនោះនិងសង្គមសាសនាមានវត្តអារាមប្រសង់និងកិច្ចការងារធម្មទានអីផ្សេងទៅទៀតដោយទ្រព្យសម្បត្តិដែលលោកមានរហូតដល់ព្រះបាទធម្មយាសោកដែលលោកគិតថាអញជាស្ដេចផែនដីប៉ុន្តែធ្វើទានចាញ់អនាថបិណ្ឌកសេដ្ឋីឯងអញ្ចឹងបងប្អូនញាតិញោមទាំងអស់គ្នាគួរពិចារណាដែរថាគុណតម្លៃរបស់យើងវានៅខាងក្នុងខ្លួនសេចក្តីសុខសេចក្តីទុក្ខនឹងវានៅក្នុងចិត្តរបស់យើងវាធម្មតាវាត្រូវអាស្រ័យនឹងទ្រព្យសម្បត្តិនឹងកិត្តិយសគេឈ្មោះនឹងប៉ុន្តែมันអាចពឹងសេចក្តីសុខ
bà dương bưng từ lừa bỏ tặng ở nâng tặng sòng bà này hai bên này không thua lục chặt tục tặng ở à ròm tặng ở nâng chia ròm bỏ cả một cuốn nâng mẹn sầm mẹp từ hướng xây phó từng hướng tặng ở vậy để vì cho lòng cạn một tam phần này thì chị chỉ muốn đạt cái chất hay vì chỉ tí tăng này ca chộp chụp vẽ nó lộ hai thà chỉ ca một cuốn hay thưa ơi dương vì vua chộp chụp vẽ trong ta bán hay kia của trong bán dương của trong bán hay chỉ hai nó ở miền chùm lúa này này không sừng cung bên năng bị chê như này ai chẳng tôi là dương pra đời prong bị dắt từ tua vô đôi state smart đầy cùng còn là trong bụng út bụng o bụng hái hơi thưa ơi dương vi vụ chụp chụp vẽ nâng ca sợ xa lược trường hay chỉ ai chỉ tí tăng này cả chân này nên tiền này nhận được tới chẳng những perfect drop sầm bát là bò nắng làm bấy bạn chỉ bị giàu đào ruồn dương phong cru sa phong sừng cùng phong chỉ bon có so sầm mẹp khung chỉ vật bà dương khung chặt bà dương phong và chim pua chỉ vật chỉ phải song với và ông ai việt phải dạy nó rừng pra là bò ấy sập group ng ở chế bị chán na ở chế thằng thay ở chế pra ở lùm mồmประมาณở prap tiết pra nó mình ở bên bùng út bùng o bùng ho bùng ha bùng hai sạch chun nẹt sọc ấy đề nó nước non bài chỉ về cái nào vị thi để ông sắm đại chẳng những cua sừng ruộng cái này nó đầm bầy sừng ruộng chặt bài dương phó hay đầm bầy ở nẹt đợt tây nứng cùng ở khi cạn bạc đôi xa là bỏ nâng phong dương riêng pra drop để chị bon bỏ dương đôi sẽ tệ về nhà smart đấy pra drop để chị bon cha nâng bằng cả bon mây và to tới tiết chia rồi drop chụp nó không chất chia bị giỏi từ không ngân hàng của chiết anh một nè về để dương chua vườn ấy khóc vì chặt dương tròn dương ai to chặt dương ai mua màu dương ai khăn bật tu sài nâng rương nâng arom nâng vì chuyện thầm đã còn gì hết vì tại từ miền hưởng thời chặt khác hưởng mình thời chặt khác vì miền nè khác kia sẽ là dương vì miền nè khác kia sẽ ọp dương chân dương ở ai sân khâm tha kia sẽ sao dương là hốt kia control dương là hốt kia vậy là ọp dương là hốt nâng dương sân khâm chẳng mình bà này bị bộ việc khó bị sẽ chạm hiệp này chỉ vật miền nè na ai chỉ phật bị ca nên tia bà này ở bọn sầm đáy thá nát thể lô kê nên tị tàu chẳng tôi là dương miềnปัญญาช่วยสำรวจเพลย์จัดดับไปเอาเวียเจโปรมแต่ตัวยกในอารมณ์ตัวจีอารมณ์นั่งละออกได้อารมณ์นั่งมันละออกได้ปีสำใดนั่งปีรัวได้มันปีรัวได้แต่ตัวโดยในทาขนมชีวิตนี่ยังมันอาจจะขอดแข็งทำหมดเกมันเอาเกใหญ่จังหรือก็ห้ามขอดถ่ายเรื่องนึงมันเอาการล้างห้ามอัดบานในยังอัดเมียนสมัติผิดตึกขอดเรื่องนึงบานเนี่ยเอาไว้ในยังไอ้ฝึกบ้านคือยังโยกโมกวิพิพิจารณาทางเรื่องนึงบางทีเรื่องล้อยังกำหนดดังโดยปัญญาทาจีพอระบบบอนจีพอในการพิเยี่ยมพังเพงต่อสู้ระบยังตืบบานตัวเรื่องล้อนังหนาวให้ใบจูบเรื่องมันล้อก็ตระเมียนปัญญากำหนดดังทานั่งก็จีพอในอำเภอมันล้อพอในการเจริญหรือก็พอในการมันยังจะตกด่าระบยังตืบบานเรื่องนั่งการหลังวิอาจเมียนhai bây giờ tây tạ hai nâng hai bạch bón bột sòm cái ní từ việc tranh từ chỉ riêng phò lọ nâng phò lạc rọ nâng
យើងមានបញ្ញាមួយនៅអមជាមួយចិត្តហ្នឹងជួយខ្សឹបប្រាប់ចិត្តហ្នឹងជួយពន្យល់ប្រាប់ចិត្តហ្នឹងថាហ្នឹងឯងជីវិតហ្នឹងវាត្រូវតែប្រឈមមុខអញ្ចឹងឯងហើយយើងទទួលដោះស្រាយមិនមែនថាអញ្ចឹងមិនទៅជួបរឿងអីក៏រឿងទៅអញមិនខ្វល់មែនទេក្នុងន័យនេះតាមន័យនៅក្នុងអភិធម្មថាអកុសលវិបាកដែលយើងជួបហើយផលនៃបាបហ្នឹងយើងរត់ទៅណាក៏រត់មិនរួចដែររត់ចូលក្នុងព្រៃឡើងលើភ្នំចូលរូងក្តាមក៏អកុសលហ្នឹងវាតាមយើងដែរសូម្បីតែបានត្រាស់ជាពុទ្ធហើយអកុសលកម្មចាស់ហ្នឹងវានៅតាមពុទ្ធនឹងបានទៅទៀតរឿងអីថាវាមិនអាចមកតាមយើងជាមនុស្សសាមញ្ញបានហើយកម្មហ្នឹងមិនមែនជាអ្នកណាជាអ្នកសាងគឺយើងជាអ្នកសាងហ្នឹងឯងយើងជាអ្នកសាងហេតុនៃរឿងអាក្រក់ហ្នឹងយើងជាអ្នកសាងហេតុនៃរឿងល្អហ្នឹងហើយយើងជាអ្នកទទួលរឿងអាក្រក់និងរឿងល្អហ្នឹងយើងមិនអាចបន្ទោសព្រះប្អិនព្រះអង្គណាបានទេយើងនឹងជាអ្នក design ជីវិតឲ្យខ្លួនឯងហ្នឹងឯងបើទោះជាទេវតាប្អិនលោកមកជួយយើងក៏តលតែយើងនឹងមានបុណ្យនឹងឲ្យទេវតាប្អិននឹងជួយយើងដែរបើយើងខ្វះបុណ្យលោកចង់ជួយក៏ជួយយើងមិនបានដែរលោកអាចមានចិត្តអាណិតប៉ុន្តែមិនដឹងធ្វើម៉េចសត្វលោកប្រព្រឹត្តទៅតាមកម្មហ្នឹងដែលខ្លួនបានធ្វើអញ្ចឹងយើងបើឃើញរឿងអីមិនល្អមិនសមរម្យការប្រព្រឹត្តនឹងមិនត្រឹមត្រូវយើងអាចណែនាំថាស្ដីប្រយែពយល់ប៉ុន្តែតលប្រយ័ត្នប្រយែងផ្លូវចិត្តរបស់យើងផងពីព្រោះពេលខ្លះយើងបញ្ចេញកំហឹងការទាស់ចិត្តនឹងប្រកបដោយគំនុំស្អប់វាទៅជាធ្វើឲ្យយើងនឹងកើតទោសៈទៅវិញកំហឹងសួរថាព្រះអង្គបដៅសាវកថាព្រះអង្គបដៅព្រះអង្គស្ដីថាទេតែព្រះអង្គស្ដីថាព្រះអង្គឃើញថាគេខុសទេព្រះអង្គឃើញថាគេខុសហើយស្ដីថាប៉ុន្តែសួរថាព្រះអង្គទៅខឹងទៅស្អប់ទៅពិបាកចិត្តទៅទុកទោមនស្សទេថាអត់ទេព្រះអង្គបដៅប្រាប់នឹងដោយបតីករុណាមិនស្លូតអាខុសក៏ខុសទៅអាត្រូវក៏ត្រូវទៅមែនទេព្រះអង្គនៅតែជួយណែនាំប៉ុន្តែបតីព្រះអង្គនឹងមានព្រះបញ្ញាញាណគ្រប់គ្រងបតីរបស់ព្រះអង្គមានឧបេក្ខាមានសមាធិដែលជួយឲ្យព្រះអង្គមានទាំងកម្លាំងកាយមានទាំងកម្លាំងចិត្តហើយការណែនាំនោះប្រកបដោយមហាករុណាអត់មានស្អប់គុំគួនទៅទៀតអញ្ចឹងបតីនឹងស្អាតបរិសុទ្ធណាស់ត្បិតថាស្ដីគឺពិតមែនប៉ុន្តែយើងជាពុទ្ធជននេះវាពិបាកនឹងគ្រប់គ្រងចិត្តពិបាកនឹងបែងចែកថាមួយណាជាការស្ដីបដៅដោយករណាមួយណាជាការខឹងដូចថាទុកទោមនស្សក្នុងចិត្តហើយធ្វើឲ្យបញ្ចេញទៅវាជាវាចាពេលខ្លះជាវាចាមួយណែនាំបដៅមិនប៉ុន្តែដោយកំហឹងទៅវាធ្វើឲ្យកើតទៅជាទោសៈទាំងយើងអ្នកនិយាយអ្នកស្ដាប់នោះក៏កើតទោសៈត្បិតថាការណែនាំហ្នឹងឃើញកំហុសហ្នឹងវាខុសជារឿងក៏ពិតមែនហើយអញ្ចឹងបានថាការថែរក្សាចិត្តឲ្យបានល្អនេះមិនមែនជារឿងងាយទេអញ្ចឹងតើតែយើងរៀនកំណត់ដឹងថារឿងវាមិនអាចកើតឡើងតាមយើងចង់គ្រប់រឿងទេមនុស្សមិនអាចធ្វើត្រូវចិត្តតាមយើងប្រាថ្នាបានគ្រប់គ្នាទេគេមិនចេះតែធ្វើល្អជាមួយយើងនិយាយសរសើរយើងរហូតទេរឿងវាមានទាំងសងខាងវាមានទាំងល្អមានទាំងមិនល្អអញ្ចឹងព្រះអង្គឲ្យយើងរៀនកាត់ទោមនស្សចំពោះរឿងមិនល្អហើយនឹងសោមនស្សឬក៏អភិជាជាប់ជំពាក់នឹងរឿងល្អព្រះអង្គឲ្យយើងដើរផ្លូវកដាលវិញរឿងល្អរឿងមិនល្អកើតឡើងទទួលដោះស្រាយធ្វើដំណើរទៅមុខមិនឲ្យជាប់ជំពាក់ទាំងសងខាងអានឹងទើបយើងមិនសូវកើតទុក្ខខ្លាំង
មានញាតិញោមខ្លះដូចថាគាត់អត់ទាន់បានមើលថែម៉ែឪឲ្យបានត្រឹមត្រូវឬក៏គ្រួសាររបស់គាត់នឹងបាត់បង់ទាំងដែលមិនបានលាគ្នាត្រឹមត្រូវអញ្ចឹងគាត់មិនអស់ចិត្តគាត់នៅតែដេកគិតថាបើអញ្ចេះទៅមានអីបើអញ្ចោះទៅមានអីឬក៏គាត់ថាដូចថាពេលឈឺនឹងទៅរកពេទ្យនេះខុយរកពេទ្យនោះខុយអញ្ចឹងមករកពេទ្យត្រូវហួសពេលបាត់អញ្ចឹងគាត់ស្ដីបន្ទោសខ្លួនឯងថាបើអញ្ចេះទៅវិញមានអីបើទៅពេទ្យនោះបដ ாய் ទៅមានអីប៉ុន្តែរឿងនោះវាហួសទៅហើយវាមនុស្សនឹងស្លាប់បាត់ទៅហើយបើយើងមិនរកវិធីសាស្ត្រដោះទុកពីខ្លួនឯងទេយើងសោកសៅយើងនៅតែស្ដីបន្ទោសយើងនៅតែមានវិបដិសារីធ្វើឲ្យយើងមិនស្រឡះបើអ្នកស្លាប់ទៅនឹងដឹងថាយើងនៅអញ្ចឹងក៏គាត់មិនស្ងប់ចិត្តដែរហើយយើងខ្លួនឯងនឹងអ្នកដែលមិនស្ងប់ចិត្តនឹងគាត់ស្លាប់ទៅគាត់ទៅបដិសន្ធិក្នុងភពថ្មីទៀតហើយទៅលើឬក៏ទៅក្រោមអានឹងអាស្រ័យលើកម្លាំងកម្មរបស់គាត់អាស្រ័យលើផ្លូវចិត្តរបស់គាត់នៅពេលដែលមុននឹងស្លាប់ហ្នឹងហើយបើគាត់មានខ្មែរយើងចូលចិត្តហៅថាអារម្មណ៍ល្អបើនៅក្នុងធម៌មរណាសន្នជីវ័នចិត្តមុននឹងស្លាប់នឹងល្អអានឹងគាត់ទៅក្នុងសុគតិភពទៅបើមរណាសន្នជីវ័នចិត្តមុននឹងស្លាប់នឹងមិនល្អភ័យព្រួយជាប់ជំពាក់រវើរវាយអានឹងទៅក្នុងអបាយភូមិហើយអញ្ចឹងវាតើថាឲ្យយើងរៀបចំចិត្តគំនិតជូនដំណើរគាត់នឹងឲ្យបានស្រួលទៅឲ្យគាត់បាននឹកដល់គុណពុទ្ធពធប្រសងមានសិលជាទីពឹងរំលឹកដល់បុណ្យកុសលដែលគាត់បានធ្វើឲ្យគាត់ផ្ចង់ចិត្តទៅដូចថាយើងខាត់ការយំសោកអីមិនបានទេប៉ុន្តែត្រូវតែត្រៀមរៀបចំឲ្យអ្នកដែលចិត្តស្លាប់នឹងមានអារម្មណ៍ល្អមានចិត្តនឹងស្ងប់រងាប់កុំឲ្យរវើរវាយឧទាហរណ៍ដូចឮសំឡេងយើងយំយើងសោកទៅគាត់អាចមានចិត្តនឹងរវើរវាយមិនស្ងប់អានឹងកតិកំណើតក្នុងជាតិបន្ទាប់នឹងមិនល្អហើយអញ្ចឹងបានជាបរមរានខ្មែរយើងឲ្យមានអ្នកមកសូត្រធម៌អ្នកមកឲ្យធម៌អីចឹងទៅដើម្បីឲ្យគាត់នឹងបានផ្ចង់ចិត្តទៅក្នុងអារម្មណ៍នាំឲ្យជ្រះថ្លាហ្នឹងឲ្យស្ងប់រងាប់ផ្លូវចិត្តហ្នឹងអាហ្នឹងបានកតិកំណើតក្នុងជាតិបន្តហ្នឹងបានខ្ពង់ខ្ពស់បានប្រសើរប៉ុន្តែចង់លើកមកហ្នឹងថាបើឧទាហរណ៍ថាគាត់ធ្វើដំណើរទៅហើយអ្វីដែលយើងអាចធ្វើបានយើងមានតែជូនដំណើរដោយបុណ្យដោយកុសលធ្វើនៅតេកិណានុបទានឧទ្ទិសជូនគាត់រឿយមិនចាំបាច់ថា7ថ្ងៃ100ថ្ងៃអីទេពេលណាថ្ងៃសិលឬមានប្រសង់និមន្តបិណ្ឌបាតឬក៏មានឱកាសធ្វើចង្ហាន់ទៅវត្តប្រគេនចំពោះប្រសង់ឬក៏អ្នកណាអ្នកមានសិលអ្នកត្រឹមត្រូវឧទ្ទិសជូនគាត់ទៅពុកឯម៉ែអើយបងអើយខ្ញុំសូមឧទ្ទិសបុណ្យជូនបងជូនពុកជូនម៉ែសូមឲ្យពុកម៉ែជើញមកទទួលចំណែកបុណ្យនេះឲ្យសូមឲ្យបានសេចក្តីសុខចោះហើយបើនឹកគាត់ពេលយប់ឧទ្ទិសពេលយប់ទៅនឹកដល់ពេលថ្ងៃឧទ្ទិសពេលថ្ងៃទៅហើយបើមានទ្រព្យសម្បត្តិច្រើនសមរម្យកសាងសមិទ្ធផលណាជាប្រយោជន៍សាធារណៈហើយឧទ្ទិសកុសលជូនទៅពុកឲ្យម៉ែឲ្យខ្ញុំបានធ្វើគាត់ធ្វើសាលាធ្វើផ្លូវអញ្ចឹងសូមជូនកុសលឧទ្ទិសជូនដល់ពុកដល់ម៉ែទទួលត្រេកអរបុណ្យរបស់ខ្ញុំហើយសូមឲ្យបានសេចក្តីសុខចោះសមិទ្ធផលធំទៅយើងក៏សប្បាយចិត្តបានច្រើនបុណ្យក៏បានច្រើនឧទ្ទិសកុសលជូនគាត់ហ្នឹងក៏បានច្រើនដែរជំនួសដោយការសោកសៅវិបដិសារីស្ដីបន្ទោសខ្លួនឯងទៅជាការឧទ្ទិសបុណ្យកុសលផ្សាយមេត្តាផ្សាយសេចក្តីស្រឡាញ់ឲ្យគាត់វិញជំនួស
អញ្ចឹងយើងវាធូរស្បើយពីសេចក្តីសោកនឹងបដាទៅពីព្រោះយើងបានកម្លាំងបុណ្យកម្លាំងការផ្សាយមេត្តាកម្លាំងនៃបញ្ញានេះជំនួសដោយការអង្គុយសោកសៅឬក៏ដេកយំពីព្រោះការដេកយំសោកសៅហ្នឹងនៅក្នុងធម៌ព្រះអង្គសម្ដែងថាមិនបានជាប្រយោជន៍សំបីបន្តិចបន្តួចដល់អ្នកស្លាប់អត់មានបានទេទោះជាយើងយំអស់ទឹកភ្នែកស្គមរីងរៃស្លាប់ទាំងខ្លួនទៅទៀតក៏អត់បានអីជាប្រយោជន៍ដល់អ្នកស្លាប់នឹងដែរអានឹងជាបុគ្គលជនវាមានហើយយំសោកស្ដាយសំណោះហ្នឹងយើងខាត់បានប៉ុន្តែយើងត្រូវមានបញ្ញាកំណត់ដឹងថាយើងដូរវិញទៅពីការយំសោកមិនបានជាប្រយោជន៍ហ្នឹងទៅជាការឧទ្ទិសបុណ្យណានឹកគាត់ពេលយប់នឹកគាត់ពេលថ្ងៃអូយពុកឯម៉ែខ្ញុំបានធ្វើបុណ្យពីថ្ងៃមុនពីព្រឹកមិញណាពុកម៉ែសូមទទួលបុណ្យពីខ្ញុំហើយសូមឲ្យបានសេចក្តីសុខចុះអញ្ចឹងយើងវាបានផ្សះផ្សាបេះដូងទ្រូងយើងផ្លូវចិត្តយើងហើយចំណែកបុណ្យហ្នឹងបើគាត់ដឹងគាត់ឮគាត់ទទួលគាត់បានត្រេកអរគាត់បានសុខដោយសារកម្លាំងបុណ្យរបស់យើងបន្ថែមលើបុណ្យរបស់គាត់នឹងទៅទៀតអញ្ចឹងតើយើងរៀនដោះលែងខ្លួនឯងពីសេចក្តីសោកកុំគិតថាបើអញ្ចេះទៅមានអីបើចុះទៅមានអីអាហ្នឹងអត់អាចបានទេបើនិយាយពីប្រៀបធៀបពីជាគៀងវិញអស់ព្រេងហើយជីវិតរបស់គាត់អស់បុណ្យហើយអញ្ចឹងទោះជាមិនក៏ត្រូវតែរលត់ដែរដូចជាស្លឹកឈើទុំវាជ្រុះហើយថ្ងៃទៅពេលល្ងាចវាលិចយំក៏វាលិចដែរស្លឹកឈើវាជ្រុះហើយយើងយំក៏វាជ្រុះដែរយ៉ាងណាជីវិតរបស់មនុស្សយើងនឹងវាមានកម្លាំងបុណ្យណាប្រេងបុណ្យជាគៀងជីវិតរបស់យើងនឹងវាតិចច្រើនតាមអ្វីដែលគាត់បានសាងមកអញ្ចឹងយើងមិនអាចបខំថាហេបើអញ្ចេះទៅមានអីហេបើអញ្ចោះទៅមានអីរឿងហ្នឹងវាហួសហើយវាចប់ហើយយើងចាត់ទុកថាជាគៀងជីវិតរបស់គាត់បានផុតរលត់ហើយយើងជូនដំណើរបុណ្យឲ្យគាត់បានសុខទៅថ្ងៃមុខទៅទៀតទៅជាតិមុខទៅទៀតដោយការឧទ្ទិសបុណ្យរឿយទៅជូនគាត់ទៅអាហ្នឹងជាអ្វីដែលយើងអាចធ្វើបានដើម្បីផ្សះផ្សាចិត្តយើងផងហើយជាប្រយោជន៍សេចក្តីសុខដល់គាត់ទៅក្នុងភពខាងមុខផងដោយសារយើងអត់បានអប់រំចិត្តរៀងខ្លួនអញ្ចឹងទេជួនកាលធ្វើការមួយគ្នាញឹមដាក់គ្នាអញ្ចឹងប៉ុន្តែក្នុងចិត្តហ្នឹងមិនសบายចិត្តនឹងគ្នាបានទេប៉ុណ្ណឹងប្រជែងយកព្រៀបឬក៏បែងជើងអាចរហូតដល់ពេលខ្លះប្រកាច់ប្រខូចត្រឡប់ត្រឡិនធ្វើម៉េចឲ្យតាខ្លួនឯងគាត់បើប្រសើរអញ្ចឹងទៅវាធ្វើឲ្យការងារនោះវាមិនរលូនទៅមុខមិនសហការគ្នាមិនផ្ដល់តម្លៃឲ្យគ្នាមិនជួយជុំជែងគ្នាវាទៅជាសកត់មួយដើម្បីឲ្យបានខ្ពស់មួយបុយអាកាសការងារនឹងវាធ្វើឲ្យចង្អៀតចង្អល់តឹងតែងហើយមិនចម្រើនទៅមុខទេអញ្ចឹងបានស្ថានភាពផ្លូវចិត្តរបស់បុគ្គលិកអ្នកធ្វើការងារនឹងមានឥទ្ធិពលខ្លាំងទៅលើលទ្ធផលសម្រេចរបស់ស្ថាប័នរួមទាំងមូលបើទាំងអស់គ្នាសហការគ្នាអត់ឱនស្រឡាញ់យោគយល់ផ្ដល់តម្លៃផ្ដល់ការលើកទឹកចិត្តហើយជួយជុំជែងគ្នាមិនខ្លាចអ្នកណាគ្រាន់បើជាងអ្នកណាតាមសមត្ថភាពរៀងខ្លួនអញ្ចឹងទៅណាពីព្រោះយើងក៏មិនចេះអីទាំងអស់គេក៏មិនចេះអីទាំងអស់អញ្ចឹងយើងត្រូវពឹងអាស្រ័យគ្នាទៅវិញទៅមកហើយយើងផ្ដល់ភាពសំខាន់នឹងដល់គ្នាទៅវិញទៅមកតាមចំណេះដឹងជំនាញរៀងខ្លួនទៅអ្នក cleaner គេមានភាពសំខាន់ខាង cleaner ទៅអ្នកនៅ office មានភាពសំខាន់រៀងខ្លួនទៅចិត្តរបស់យើងវាទលាយដល់អញ្ចឹងយើងអត់អោបកសោបយកទាំងអស់ទេប៉ុន្តែមនុស្សយើងវាសារធាតុ
mình ban ọp rùm bị cầm nợt có sò lắm vì bà tiền thưa mấy kiêng cô ở màu ta luôn ảnh ta mũi cái đầu từ hệ từ bùn tới hay khục cái nia sẽ từ trong cái đầu trong hệ trong bùn chẳng chua cái nia hay mình bàn sọc tầng sòng khang mình bàn sọc tầng dương mình bàn sọc tầng ọt cái nia hay thả bàn nắng ọt ai đi chìm ra từ một cái đời xá dương nè chuông thả bàn nắng việt chấm pin chấm buông đào phiếp sai mong có sò chiết pul được nông chặt nâng chắc ban chỉ nè đại miền chặt để thla sra bị có sò nâng tụp ai thôi chỉ mệt được nòm kê tụp ai chuông thả bàn nâng ở cung khu tụp bàn to là nè nâng sra bị rương ngài đi thà càประกันจวบจุ่มเปะอันในอย่างน้องเชิญนึงและขณะสมบัติบอกกอดนึงตืบอาจรูงตืบถือไอกระไหลนึงบานรูปรวมคนนี้ให้จำราญตืบหมกบานให้เป็นตัวอะไรต่างออก